កាលណាមានម៉ូតូដួលមកគាត់មិនចាប់ប្រាំងឡាននឹងចាប់ប្រាំងដល់ពេលចាប់ប្រាំងទៅឡានហ្នឹងក៏វាហ៊ីងផ្កាជើងចេះឲ្យចាយហ្នឹងអត់រត់ហ្នឹងហើយគាត់អត់រត់ទេរត់មិនកាត់បើចាសម្រាប់នាងខ្ញុំគឺមានរឿងខ្លះដែរចឹងណារឿងនេះជួបនៅប៉ាខ្ញុំផ្ទាល់ប្រហែលជាឆ្នាំ2019ហ្នឹងឯងចាកាលហ្នឹងខាងតែខ្ញុំហ្នឹងគេតំធ្វើផ្លូវថ្មីចាក់ក្រាកសួរបងប្អូនទាំងគ្នាដល់ពេលចឹងហើយក៏ពេលភ្លៀងមកបងប្អូនដឹងឯក្រាកសួរវារៀងល្អិលអាហ្នឹងត្រូវភ្លៀងមកដឹងតែល្អិលប្រល់មកជីទៅហ្នឹងទៅកាលណាដែលចាក់បេតុងភ្លៀងខ្លាំងអត់អីណាពុកម៉ែបងប្អូនទាំងគ្នាបើថាភ្លៀងរបៀបថារែកមករហូតចឹងវាផ្លូវហ្នឹងមើលទៅដូចគេខ្លាំងចាដូចខ្លាំងនិយាយចឹងខ្ញុំនឹកឃើញរឿងខ្ញុំមួយដែរខ្ញុំជិះម៉ូតូបេតុងកាលហ្នឹងភ្លៀងវារឿងអាលឹមវារឿងមើលទៅមកសាមឡើងលងព្រិលតែម្ដងខ្ញុំក៏ជិះម៉ូតូថាទៅយកអីវ៉ាន់ហ្នឹងតោះបានចេញទៅចេញពីផ្ទះបានបន្តិចក៏ដួលម៉ូតូខ្មាស់គេប្រហែលខែព្រោះលន់អីកាលណាត្រូវអីទៅបងកាលហ្នឹងអត់មានគ្រោះថ្នាក់អីផងវាសំណាងដែរព្រោះយើងជិះក៏មិនបានលឿនណាស់ដែរក៏យើងចេញពីផ្ទះទៅតែជា3នាទីក៏វាដួលទៅអាផ្លូវអត់មែនតើខ្ញុំធ្លាប់ជិះដួលដែរអញ្ចឹងមកពុកម៉ែបងប្អូនតែមានចាំសង្សារមកយកអត់ជិះជួបផ្លូវហ្នឹងអីផ្លូវហ្នឹងអញ្ចឹងទៅក៏បងប្អូនប្រយ័ត្នអញ្ចឹងទៅដោយសារតែខ្ញុំធ្លាប់មានបទពិសោធន៍អញ្ចឹងបងប្អូនអញ្ចឹងយើងបន្តសាច់រឿងទៀតណាដោយសារតាកាលហ្នឹងគឺផ្លូវល្អិលខ្លាំងមែនតើណាពុកម៉ែបងប្អូនដល់ពេលអញ្ចឹងទៅក៏មានបងស្រី2នាក់ហ្នឹង2នាក់បងប្អូនណាហើយបងស្រីម្នាក់ហ្នឹងដែលគាត់នេះទំថាគាត់សម្រាប់កូនឲ្យបាន3ខែទេគេហៅការឪពុកគាត់ដល់ពេលអញ្ចឹងទៅក្នុងថ្ងៃហ្នឹងគាត់ថាចេះប៉ាកូនចង់ទៅស៊ីការពួកអីនិយាយដែលខ្ញុំនិយាយប្រាប់ពុកម៉ែបងប្អូនហ្នឹងខ្ញុំនៅក្នុងហេតុការណ៍ហ្នឹងដែរថាគាត់ចង់ទៅស៊ីការគេគាត់ឃ្លានមកហូបការអញ្ចឹងណាដល់ពេលស្រាប់ពេលថ្ងៃហ្នឹងទៅពុកគាត់ថាទៅហើយគាត់ខំលើពុកគាត់ឲ្យទៅអញ្ចឹងគាត់របៀបថាមនុស្សដែលថាចង់ឲ្យឃ្លានដល់ពេលអញ្ចឹងទៅដល់ពេលគាត់ចាញ់មកបានប្រហែលជាកន្លះអត់មានប៉ាហ្នឹងអត់មានខាត់កូនអត់មានថាហាមកុំឲ្យទៅរបៀបថាគាត់ថាពេលហ្នឹងអត់មានអារម្មណ៍អីទាំងអស់អញ្ចឹងណាដល់ពេលអញ្ចឹងទៅក៏គាត់ជិះម៉ូតូមកពីអ្នកបងប្អូនជិះមកដល់ជិះម៉ូតូទៅណាជិះម៉ូតូទៅញ៉ាំការគេអត់ទេគាត់ជិះម៉ូតូហ្នឹងរបៀបថាមកធ្វើខ្លួនអញ្ចឹងណាបងធ្វើមុខធ្វើមាត់ដល់ពេលគាត់ជិះពីអ្នកបងប្អូនទៅផ្លូវហ្នឹងវាល្អិលម្នាក់នាំគ្នាស្រែកបងអើយកុំលឿនពេកផ្លូវហ្នឹងយើងកាលណាយើងជិះយើងចំប្រាំងវាអាចនឹងជ្រែអញ្ចឹងណាដល់ពេលឲ្យបងនោះក៏គាត់គេស្រែកប្រាប់គាត់គ្រប់គ្នាដល់ពេលគាត់ក៏របៀបថាចំប្រាំងទៅគាត់ធ្លាក់ផ្លូវរបៀបថាធ្លាក់ផ្លូវហើយគាត់ពីអ្នកបងប្អូននោះមិនដួលផ្ដេកចេះមែនណាបងដល់ពេលដួលផ្ដេកទៅគាត់អត់ត្រូវអីទេហើយដល់ពេលមានឡានដឹកដីហ្នឹងពួកអាឡានធំដឹកថ្មដឹកអីហ្នឹងហើយបងគាត់ក៏បើករបៀបថាបើកលឿនដែរផ្លូវល្អិលហើយគាត់ព្យាយាមបើកលឿនដល់ពេលហើយកាលណាមានម៉ូតូដួលមកគាត់មិនចាប់ប្រាំងឡាននឹងចាប់ប្រាំងដល់ពេលចាប់ប្រាំងទៅឡានហ្នឹងក៏វាហ៊ីងផ្កាជើងចេះឲ្យចាយហ្នឹងអត់រត់ហ្នឹងហើយគាត់អត់រត់ទេរត់មិនកាត់បើថាមនុស្សយើងដួលហើយវាម៉ូតូស្កត់ពីលើឬក៏មិនបានគាត់អត់រត់ចង់និយាយថាចេះម៉ូតូហ្នឹងអត់ស្កត់ពីលើទេម៉ូតូនៅផ្សេងមនុស្សនៅផ្សេងមានន័យថាដោយសារតែគាត់ស្លន់ដែរឃើញឡានមកអញ្ចឹងគាត់មិនដឹងគេទៅណាអត់ទេតែពេលហ្នឹងខ្ញុំឆ្ងល់ថាចេះពេលហ្នឹងដូចថាខ្ញុំនៅនឹងដែរបងបាទគាត់ដួលភ្លាមហើយគេនាំគ្នាលើកបងស្រីគាត់ទៅបាត់ហើយលើកហើយដល់ពេលហើយនាំគ្នាលើកគាត់ថាខ្ញុំងើបឡើយអត់អីទេរបៀបថាគាត់និយាយជិះមកដូចថាខ្មាស់អៀនគេដែរអញ្ចឹងណាបាទដល់ពេលអញ្ចឹងទៅក៏គាត់ងើបទេដល់ពេលឡានហ្នឹងក៏មកទៅវាក៏កាឡាប់បងអើយខ្ញុំឃើញហេតុការណ៍ហ្នឹងហើយនិយាយព្រឺសវល់វាមានមិនវិញបងឡានហ្នឹងកាឡាប់ក្បាលឡាននិងក្បាលមនុស្សគៀបជាប់គ្នាចេះក្នុងតប៉ែតបងតាបែកទេបែកឡើងចេញខួរតាមកដាអូយគ្រាន់តែសម័យនេះក៏ខ្លាំងដែរបងប្អូនដល់ពេលអញ្ចឹងទៅក៏ខ្ញុំឃើញហើយពុកខ្ញុំគាត់ច្រើននិយាយថាចេះក៏មើលខ្លាចយើងខ្លាចទេដល់ពេលអត់ទេភ្នែកខ្ញុំខំបើតែឃើញវាក៏ប៉ិតរបៀបថាដូចមនុស្សយើងដំជាជៀនណាតាមមួយកណាត់ហ្នឹងនេះកិនមួយកណាត់ហ្នឹងបដ ហើយអត់ដាច់កទេអត់អីទេបងរបៀបថាកិនទៅពីអញ្ចឹងបដ ហើយបាទដល់ពេលអញ្ចឹងទៅក៏
ឪពុកនឹងក៏មិននិយាយថាកូននឹងចង់ទៅស៊ីកាពេកក៏ឲ្យកូនទៅហើយក៏មិននឹកឃើញដល់ណាស់ដែរឲ្យគាត់ការហើយកូនគាត់តែបាន3ខែទេ គាត់ការហើយកូនគាត់កើតបាន3ខែបើយល់កើតហើយកូន អញ្ចឹងមានន័យថាម្នាក់ស្រីដែលស្លាប់ហ្នឹងគាត់មានគ្រួសារហើយ ហ្នឹងហើយគាត់មានគ្រួសារហើយដល់ពេលបន្ទាប់មកក៏មានបងប្អូនដែលនៅតាមភូមិហ្នឹងគាត់តាមមើលច្រើនហើយគាត់មើលទៅរបៀបថាវាស្លាប់ដែរហើយពេលហ្នឹងឪពុកម្ដាយគាត់អត់បានអត់ធូបអត់អីទេបើយល់អត់បានអត់ធូប បាននិមន្តលោកដែលមកយកសពឬក៏មកសែនព្រេនកន្លែងដែលថា អត់បានយកគាត់ទៅទេផ្សែនយកគាត់ទៅទេ អូខេអញ្ចឹងពេលថាស្លាប់ហើយយកទៅសាកសពតែ អត់ទេចាំមើលពេលដែលថាឪពុកមកដល់ឃើញកូនស្លាប់ហើយក៏ពេលហ្នឹងគេមិនយកឡានស្ទូច ឡានដើម្បីយកសាកសពអូខេ ហ្នឹងហើយដល់ពេលគេយកសាកសពហ្នឹងហើយគេយកដាក់នៅឡានពេទ្យហើយក៏យកទៅរយបណ្ដោយយកទៅកន្លែងផ្ទះធ្វើបុណ្យសពអញ្ចឹងណាគេអត់មានថាចេះអត់ធូបហើយចាំយើងលើកសាកសពហ្នឹង ប៉ុន្តែខ្ញុំឃើញតាម social media តាមសង្គម Facebook មួយចំនួនថាពេលខ្លះគាត់មានតំណមគាត់អត់ដឹកសពទេអ្នកស្លាប់គឺគាត់ដឹកតែម្ដងគាត់ដឹកតែមនុស្សដែលរងរបួសធ្ងន់ធ្ងរឬក៏របួសស្រាលអាហ្នឹងមកគាត់ដឹកបើថាសាកសពគាត់អ្នកខ្លះគាត់ប្រកាន់គាត់អត់ដឹកអីទេប៉ុន្តែមូលហេតុអីបើថាដឹងសាកសពហើយមិនឲ្យគេថាឲ្យធូបឲ្យអីដើម្បីហៅបលឹងឬក៏វិញ្ញាណក្ខន្ធទៅពេលហ្នឹងខ្ញុំអត់ដឹងទេខ្ញុំដឹងថាតែត្រង់ថាឪពុកម្ដាយគាត់ឲ្យយកលើគាត់ដាក់លើឡានហើយបងប្អូនយំហ៊ូនដល់ពេញឡានទៅដល់ពេលហើយក៏ខ្ញុំទៅមើលដែរខ្ញុំទៅមើលទៅក៏មកសទូទៅគេបិទទ្វារឡានហើយក៏គេថាគេយកសពហ្នឹងទៅធ្វើបុណ្យនៅផ្ទះដល់ពេលលើបានមួយថ្ងៃទៅប៉ាខ្ញុំគាត់សម្រាននៅក្រៅផ្ទះយើងផ្ទះសង្កសីហ៎បងដល់ពេលអញ្ចឹងទៅក៏គាត់ថាពេលហ្នឹងម៉ោងប្រហែលជាម៉ោង 2:10 ជាងគាត់ថាគាត់រៀបបាត់ចំតូចអញ្ចឹងណាក៏គាត់ចេញមកបាត់ចំតូចដល់ពេលគាត់ឃើញមនុស្សបងមនុស្សហ្នឹងមនុស្សស្រីហើយកៅអៅដែលគាត់ស្លាប់មកគឺអញ្ចឹងមកយល់ទេឃើញច្បាស់ហ្មងគាត់ឃើញច្បាស់ឃើញដើរចេញពីកន្លែងហ្នឹងឃើញដៃឃើញជើងអីអត់គាត់ឃើញតែមករបៀបថាឃើញមកចំហត់មិនឃើញអីទាំងអស់ មុខអត់ឃើញទេឬក៏មុខអត់ឃើញទេបងដូចខ្ញុំនិយាយអញ្ចឹងថាឃើញដើរពីក្រោយចេញទៅអញ្ចឹងទៅគាត់ដើរមកចេះដូចថាគាត់ដើរមកតម្រង់រយយើងចាគាត់ដើរមកប៉ាញ់ឆ្ងល់ចេះហើយឃើញពីរនាក់ឬក៏ម្នាក់ទេម្នាក់ដែលស្លាប់ហ្នឹងឯងអញ្ចឹងមានន័យថាជិះម៉ូតូតែម្នាក់ឯងឬក៏ពីរនាក់ដែលគ្រូថាហ្នឹងចាំមើលគាត់ជិះម៉ូតូហ្នឹងដែលគាត់ដួលពីរនាក់ដល់ពេលហើយបងស្រីគាត់ហ្នឹងក៏គេលើកចេញបាត់ហើយគាត់អត់ត្រូវអីណាគាត់របួសជើងបន្តិចទេតែគាត់ដើររួចដល់ពេលប្អូនរបៀបថាដូចអៀនអញ្ចឹងណាថាអត់តងើបទេដល់ពេលឡានមកចគាត់តែប្អូនហ្នឹងឯងអូខេចាដល់ពេលគាត់ឃើញដើរមកគាត់ថាចេះដូចចិត្តទៅដល់ពេលប៉ាថាប្រកាសថាម្នាក់ហ្នឹងឯងគាត់និយាយអូឡើងព្រឺសពលហើយដល់ពេលអញ្ចឹងទៅគាត់មិនគាត់មានអាការៈមិនហ្នឹងគាត់របៀបថាគាត់ទប់អារម្មណ៍ហើយក៏គាត់ចូលទៅក្នុងវិញគាត់សោតអីចឹងណាបងណាដល់ពេលគាត់អត់ហ៊ានចេញមកវិញទេដល់ពេលស្អែកឡើងបន្ទាប់ពីស្អែកឡើងទៅក៏គាត់បានរបៀបថាស្គាល់ពូម្នាក់ហ្នឹងចឹងណាក៏គាត់បានប្រាប់ខាងឪពុកគាត់ម្ដាយគាត់ឲ្យមកធ្វើបុណ្យធ្វើអីទទួលអភ័យយកគាត់ទៅចឹងណាព្រោះថាហើយមុននឹងដែលប៉ារបស់លាក់ឃើញតើមានអ្នកផ្សេងឬក៏អ្នកភូមិឬក៏ប្រជាពលរដ្ឋនឹងគាត់បានជួបហេតុការណ៍ហ្នឹងដែរអត់និយាយទៅដែលប៉ាខ្ញុំឃើញហ្នឹងអ្នកនៅតែនឹងពីរបីអ្នកដែរតែគាត់ថាគាត់ឃើញដូចគ្នាកៅអៅមកអីមកចឹងគាត់ឃើញដូចគ្នាឲ្យឃើញតែគាត់ថាគាត់ឲ្យយើងខ្លាចទេគាត់ឲ្យយើងឃើញចឹងណាអូហើយរឿងនេះប៉ាខ្ញុំក៏ប្រាប់ខ្ញុំដែរតែគាត់ថាក្នុងហេតុការណ៍ហ្នឹងគឺខ្ញុំនៅនឹងផ្ទាល់អញ្ចឹងចំសាច់រឿងនេះចាសាច់រឿងឥឡូវវិលមកកាន់សាច់រឿងថ្មីដែលខ្ញុំជួបខ្លួនខ្ញុំផ្ទាល់តែម្ដងគឺថ្ងៃមុននេះខ្ញុំក៏បានទៅលេងកំពង់សោមខ្ញុំនិយាយមែនតើពុកម៉ែបងខ្ញុំជួបផ្ទាល់តែម្ដងហើយនិយាយទៅផ្លេចវាមិនពិបាកដោយសារតែយើងវាឃើញស្រស់ពេកចាហើយខ្ញុំក៏បានទៅលេងកំពង់សោមជាមួយពួកម៉ាក់ខ្ញុំ5នាក់និយាយទៅជិះឡានក្រុងទៅ